ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបរៀនមេរៀនតទៀតដែលក្នុងវីដេអូនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបដាក់គ្រប់នៅក្នុងក្រុមហើយនឹង element ថ្មីដែលយើងហៅថា consent ហ្នឹងហើយអញ្ចឹងខ្ញុំនិយាយពីដាក់ក្រុមនៅក្នុងក្រុមទៅគឺវាចេញបែបណាអញ្ចឹងខ្ញុំនឹងបង្កើត begin group នៅកន្លែងនេះមួយបើអ្នកនរគ្នាបានឃើញថានៅពេលដែលយើងដាក់ក្រុមឬចង់ក្រុមទៅវាមិនមានតម្រុំដែរគាត់អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ begin group ដើម្បីវាកាត់ក្រុមហើយតមកនៅពេលដែលវាមានក្រុមបាត់យើងត្រូវតែមានក្រុមបិទដូចគ្នាអូខេអញ្ចឹងនៅពេលដែលយើងបើកនៅលើនេះយើងចង់បិទនៅកន្លែងនេះវិញខ្ញុំ insert វាមួយអូខេតមកយើង copy and ក្រុមមកដាក់ចូលកន្លែងនេះវិញអូខេអញ្ចឹងយើងបានក្រុមផ្សេងគ្នាយើងមានក្រុម3ផ្សេងគ្នាអូខេអញ្ចឹងខ្ញុំចង់ឲ្យវានៅក្នុងក្រុមមួយតែមួយ3ក្រុមហ្នឹងនៅក្នុងក្រុមតែមួយអូខេអញ្ចឹងខ្ញុំនឹង insert វាចូលក្រុមតែមួយដាក់ begin ក្រុមមកអូខេអញ្ចឹងយើងបានឡើងក្រុមមួយហើយអញ្ចឹងយើងកុំភ្លេចបិទក្រុមផងអូខេហ្នឹងហើយអញ្ចឹងទាំងអស់3ក្រុមហ្នឹងវានៅក្នុងក្រុមតែមួយហើយអញ្ចឹងចង់ដឹងថានៅពេលដែលយើងដាក់ចូលទៅក្នុងកូដបុកយើងវាមានតម្រុំបែបនេះអូខេអញ្ចឹងខ្ញុំចង់ឲ្យយើងចាំឲ្យយើងដឹងថានៅក្នុងហ្នឹងមានមែនគ្រប់មានសាប់គ្រប់ទីទូចអូខេអញ្ចឹងខ្ញុំដាក់កន្លែងនេះដាក់ថាមែនអូខេអញ្ចឹងក្នុង begin group ទី1យើងដាក់លេខ1មកអូខេនោះយើងដាក់group 1 group 1អូខេពីហ្នឹងមកគេនេះក៏ឧស្សាហ៍យកមកដាក់ទៅនេះយើងដាក់ group 2អូខេអញ្ចឹងយើងដាក់ហើយកន្លែងនេះយើងដាក់ក៏បានយើងដាក់កន្លែងនេះក៏បានយើងដាក់កន្លែង label នេះក៏បានដែរថាខ្ញុំចង់ដាក់កន្លែង label ទៅដោយសារវាយើងស្រួលមើលខងវាស្រួលមើលដូចគ្នាទេគាត់ថាខ្ញុំចង់ដាក់កន្លែងហ្នឹងអូខេហ្នឹងហើយអញ្ចឹងយើងចូលទៅ session អូខេចូលទៅ refresh នៅក្នុងយើងដល់មកយើង preview វាអូខេនេះដូចដែលយើងបានឃើញគឺនៅក្នុងក្រុមទាំង3ហ្នឹងគឺវានៅក្នុង man ក្រុមទាំងអស់អូខេអញ្ចឹងបើយើងបិទវាមួយវានឹងឃើញដល់ក្រុមគ្រួសារបិទមួយទៀតវានឹងឃើញដល់ក្រុមទី2អូខេអញ្ចឹងនៅក្នុង man នេះវានឹងមានក្រុម3ដែលយើងបានដាក់បញ្ចូលបើយើងបិទ man ក៏វាមានដែរបើក man មកក្រុម1គឺវានៅក្នុងក្រុម1គ្រួសារគឺនៅក្នុងគ្រួសារក្រុម2គឺអីដែលយើងបានដាក់ចូលនៅក្នុងក្រុម2អូខេតែប៉ុណ្ណឹងអញ្ចឹងយើងចូលមក relevant ថ្មីដែលយើងខ្ញុំបានប្រាប់ពីដំបូងគឺrelevant consent insert វាមកអូខេខ្ញុំចង់ឲ្យទាំងគ្រប់តហ្នឹងវាចូលគ្នាតែមួយហើយសុំដូរវាបន្តិចហ្នឹងតែសារតែយើងត្រូវដាក់ end group ពីក្រោមវិញយើងអត់ត្រូវចឹងទេអូខេចឹងកែហើយអញ្ចឹងខ្ញុំបញ្យល់ពីនិយមនៃ consent គឺ consent ហ្នឹងគឺយើងនឹងដាក់ដើម្បីយើងចង់ឲ្យចូលសំណួរមកឬក៏អត់អូខេនៅពេលឧទាហរណ៍ថាយើងចង់ឲ្យវាចូលសំណួរគឺយើងចុចបាតឬក៏ yes អីចឹងទៅវាចូលសំណួរតែបើយើងអត់ចង់ឲ្យវាចូលសំណួរទេយើងគ្រាន់តែចុច no ទៅគឺវាអត់ចូលសំណួរនឹងមកទេអូខេអញ្ចឹងកន្លែងនេះដែរខ្ញុំដាក់ select one មុនកែអូ sorry កន្លែងហ្នឹងដែរខ្ញុំដាក់ select one មុនគេដើម្បីឲ្យយើងរើសថាយើងគួរតែទៅមុខឬក៏មិនអូខេអញ្ចឹង select one ធម្មតានៅមុខនេះគឺខ្ញុំដាក់ថា yes no ដើម្បីឲ្យយើងចូលទៅដាក់ក្នុង choice ដែរចឹងតែយើងអត់មានកន្លែងពេញបោះចាស់ទេអូខេ
តបមកខ្ញុំដាក់ consent ដើម្បីជារូបមន្តយើងអញ្ចឹងនៅកន្លែង label នេះខ្ញុំដាក់ថាតើអ្នកទទួលការចូលរួមដែរឬទេអូខេខ្ញុំដាក់ចាំមកអញ្ចឹងកន្លែងនេះខ្ញុំអត់ដាក់អីទេបន្ទាប់មកខ្ញុំដាក់ request yes ដើម្បីកុំឲ្យគេផ្លិចបន្ទុកខ្ញុំដាក់ note ឲ្យគេដឹងថាយើងត្រូវទៅគូតែថៃគីកុំចឹងកន្លែងនេះខ្ញុំដាក់ថាអ្នកត្រូវតែយល់ព្រមដើម្បីបន្តអញ្ចឹងអានេះខ្ញុំប្រាប់គេថាបើអ្នកអត់ឆ្លើយយល់ព្រមទេឬក៏អ្នកឆ្លើយ no គឺវាអត់ទៅរកទៀតទេគឺវា show សំណូមមកថែមទេអញ្ចឹងខ្ញុំដាក់គឺកន្លែងហ្នឹងគឺជាកន្លែង note ទេអញ្ចឹងយើងមកដាក់អីច្រើនទេអូខេអញ្ចឹងនឹងបង្កើតក្រុមថ្មីមួយទៀតដើម្បីនៅពេលដែលយើង say yes អញ្ចឹងវានឹងចេញអាក្រុមហ្នឹងអូខេចេញអាដាក់ពីគេក្រុមហ្នឹងអ្នកសុំ copy វិញដូចជាអូខេអូខេមកសេសចឹងនៅកន្លែងនេះគឺខ្ញុំដាក់ថាSubway Fashion តើមានណាហើយបន្ទាប់មកខ្ញុំដាក់ថាណាមានឈ្មោះអីខ្ញុំចង់បរិយាទេដោយសារខ្លាច train up ទាំងអស់ខ្ញុំរៀនគេទៅកុំឲ្យថាវាទូចពេកបាក់មកតប្រេងយ៉ាងកន្លែងនេះខ្ញុំដាក់ថាអ្នកមានឈ្មោះអ្វីហើយបន្ទាប់មកគឺខ្ញុំសួរពីអាយុសំណួរដែរទេតែគាត់ថាវាមានរូបមន្តខុសគ្នាអញ្ចឹងខ្ញុំដាក់ទាំងអស់មកអញ្ចឹងនៅកន្លែងនេះយើងទៅប្រើរូបមន្តដើម្បីវាចេញគ្រប់ហ្នឹងមកអូខេអូផ្លេចដាក់គ្រប់នេះទៀតអូខេស្នាមមកពីណាអញ្ចឹងconsent នេះគឺយើងចាប់នៅកន្លែងname ដើម្បីបើវាឲ្យយើង show អញ្ចឹងគឺវា show តែបើយើងចុច no គឺវា show តម្រង់សំណួរមកទេអូខេអញ្ចឹងយើងត្រូវបំពេញតម្រង់ yes no នៅក្នុង choice ចឹងខ្ញុំសុំ copy កុំឲ្យយើងសេខុសមកពេលអញ្ចឹងកន្លែងនេះ yes no ចឹងហានជាដាក់ yes អានេះខ្ញុំដាក់ no អញ្ចឹងកន្លែងហ្នឹងយើងត្រូវបំពេញតែប៉ុណ្ណេះគឺយើងមាន choice ហើយនឹងមានប្រកសវមួយទៀតដើម្បីយើងខាអញ្ចឹងអូខេអញ្ចឹងយើងបានធ្វើរួចរាល់ហើយយើងចូលទៅមើលនៅក្នុងគោលបំណងហើយនេះអញ្ចឹងទំនងបានអូខេអញ្ចឹងយើងបានអត្តវាហើយយើងចិត្តវាយល់មកណាដូចយើងបានឃើញដំបូងគឺគ្រប់ធំគឺមិនគ្រប់តមកគ្រប់1គ្រប់គ្រួសារគ្រប់2គ្រួសារសិស្សហើយនឹងគ្រប់បង្កើតអូខេដោយសារតែគ្រប់ចុងក្រោយខ្ញុំអត់បានដាក់ឈ្មោះចឹងវាអត់ចេញឈ្មោះអស់ហ្នឹងអញ្ចឹងកន្លែងនេះយើងគ្រាន់តែចុចបាតចាស់ទៅវានឹងលោតទម្រង់ចំនួនថ្មីមកថែមមកយើងតែបើយើងចុចទេគឺយើងមិនមានសំណួរដែលយើងបានដាក់ចូលទេអូខេអញ្ចឹងដល់យើងបានធ្វើពីដំបូងមកអញ្ចឹងយើងអាចគួរតែដឹងសាមណាពីស្លាយហ្នឹងហ្នឹងអញ្ចឹងដូចជាអស់ហើយនៅក្នុងវីដេអូឡើងខ្ញុំចង់ទៅយល់ពីខ្ញុំចង់បញ្យល់តែយើងដាក់គ្រប់ចូលគ្នាតើវានឹងមានលំនាំបែបម៉េចហើយនឹងរបប relevant មួយទៀតហើយយើងប្រើនឹងសិនអញ្ចឹងអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ